នេះថាធ្វើប្លុកជីវិតជាស្ត្រីមេផ្ទះម្ដងតែមានណាភ្ញាក់ឡើងម៉ោង8បាត់ភ្ញាក់ទាំងមីមើលមួយទៅក្នុងវីដេអូហ្នឹងទៅដឹងហើយក៏ខំស្ទុះស្ទាសាមុងសាភួយព្រោះអីក្រោកឡើងថ្ងៃពេកចំណែកអាកាសធាតុព្រឹកនេះវិញក៏អំណោយផលដែរឡើងសតុំហ្មងអញ្ចឹងឲ្យបានខ្ញុំគេអត់ដឹងភ្លឺហ្នឹងកលេចមកមើលកូនចៅវិញយំពេញផ្ទះព្រោះម៉ាក់វាដេកស្ពឹកពេកកលេចមកមើលការងារជាស្ត្រីមួយផ្ទះរបស់ខ្ញុំវិញគឺលាងចានហ្នឹងបន្ទាប់ពីយើងបានលាងចានហើយយើងក៏បន្តចូលមកលាងដោយសារផ្ទះខ្ញុំប្រើអញ្ចឹងចានឆ្នាំងរីកខិតតែខ្ញុំលាងឆ្នាំងជាមួយផេះនិងសាប៊ូពេលលាងអញ្ចឹងទៅធ្វើឲ្យឆ្នាំងរបស់យើងឆាប់សអត់សូវប្រើកម្លាំងច្រើនហើយចាំងទៀតឯប្តីរបស់ខ្ញុំវិញមុននឹងគាត់ចេញធ្វើការក្រៅក៏ជួយពួកអស់ខ្ញុំដែរអញ្ចឹងហើយខ្ញុំក៏មកបោះចក្រានតិចតួចអញ្ចឹងទៅបន្ទាប់ពីខ្ញុំធ្វើការងារជាប់សັບគ្រប់ហើយខ្ញុំក៏ទៅងូតទឹកពេលដែលងូតទឹកហើយខ្ញុំឡើងទៅលើផ្ទះរោមើលក្អាតហើយនេះក៏ជាអាវហ្វីតខ្ញុំពាក់ថ្ងៃហ្នឹងដោយសារតែខ្ញុំនៅផ្ទះអញ្ចឹងក្អាវរបស់ខ្ញុំគឺពាក់ងាយស្រួលដែរទេស្លៀកពាក់រួចហើយខ្ញុំមកធ្វើការលាប sunscreen ចំណែក sunscreen នេះដែរគឺជា sunscreen មាននិយាយមែនពេលខ្ញុំបានប្រើ sunscreen នេះហើយជាប់ចិត្តតិចត្រូវស្នេហ៍អញ្ចឹងប្រើអស់មួយហើយត្រូវទិញប្រើមួយទៀតខ្ញុំប្រើអស់ពីទីបទាំងហ្នឹងហើយនេះពេលដែលលាបលើមុខហើយគឺចូលអស់ហ្មងថែមក្រែមតិចទៅគឺហើយឯនេះតែប៉ុណ្ណឹងតែសម្រាប់ខ្ញុំថ្ងៃហ្នឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងទេថ្ងៃហ្នឹងអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណជម្រាបលាបាយ